Ôi nó này lơ lông như sợi của miên này à bạn nè này con sống chặt thơ luôn ai bị cá là bay kịch về cá chập luônแต่ก็มีឈ្មោះថា Island Night អាយុប្រហែលជា42ឆ្នាំគាត់រស់នៅប្រទេសវែលដែលគាត់នឹងខ្លែងខ្លួនធ្វើជាមនុស្សដែលបកាស្លាប់ជាហៀងខ្លួនដើម្បីតិចវេសពីការចាប់ខ្លួនហើយបងប្អូនដឹងអត់ដល់ថ្នាក់ធានពាក់បងកនឹងអង្គហ្នឹងហើយអង្គុយលើតេះរុញហើយធ្វើខ្លួនឯងស្លាប់ឬក៏បកាច់រាល់ថ្ងៃដើម្បីឲ្យគេជឿមែននៅក្នុងឆ្នាំ2008ហ្នឹង Island Night ហ្នឹងគាត់ជាមនុស្សដែលចូលចិត្តរលួយការងារណាដែលស្រួលស្រួលបានលុយមកស្រួលស្រួលមិនបាច់ទៅធ្វើអីហត់ចឹងព្រោះតែការងាររបស់គាត់នោះធ្វើវាមិនត្រឹមត្រូវហើយនៅចិត្តផ្ទះរបស់គាត់ហ្នឹងមានលោកតាម្នាក់ដែលមានឈ្មោះថាអាវ៉ាអាយុ80ឆ្នាំដែលគាត់មានជំងឺវែងភ្លេចភ្លាំងមិនសូវចងចាំដូចមនុស្សយើងពេញវ័យចឹងទេហើយឥឡូវឃើញចំណុចខ្សោយរបស់លោកតាអាវ៉ាហ្នឹងគាត់ក៏ព្យាយាមខិតចូលទៅចិត្តហើយគាត់គិតថាអូបើតាហ្នឹងគាត់ភ្លេចភ្លាំងបាត់ការចងចាំវែងអញ្ចឹងបើសិនជាគាត់ចូលទៅយកអាសាព្យាយាមចូលទៅចិត្តគាត់ហ្នឹងអាចនឹងយកលុយរបស់គាត់មកបានបន្ទាប់ពីការគិតរបស់គាត់ហើយគាត់ក៏ព្យាយាមចូលទៅចិត្តលោកតាអាវ៉ាមែនគាត់បានចូលទៅរបៀបព្យាយាមយកអាសាដូចជាអ្នកចិត្តខាងល្អឲ្យការតែចិត្តស្និទ្ធជាមួយលោកតាអាវ៉ាហ្នឹងដើម្បីមានឱកាសលួចលុយក្រោយពីការយកចិត្តទុកដាក់ស្និទ្ធស្នាលជាមួយលោកតាអាវ៉ាហើយគាត់ក៏លួចការធនាគាររបស់តាអាវ៉ាហ្នឹងដើម្បីយកមកបានគណនីផ្ទាល់ខ្លួនរបស់ខ្លួនឯងហើយព្រមទាំងប្រើសាយរបស់លោកតាអាវ៉ាហ្នឹងចាយវាលើតំណែងឬក៏របស់របរខ្លួនឯងទៀតហើយរឿងដែលគាត់ព្យាយាមធ្វើរាល់ថ្ងៃជាមួយលោកតាអាវ៉ាហ្នឹងគាត់បានលួចលុយពីលោកតាអាវ៉ាប្រហែលជា 40,000 ផោនដែលគិតជាដុល្លារប្រហែលជា $60,000 ដែលលោកតាអាវ៉ាគាត់ភ្លេចភ្លាំងអញ្ចឹងគាត់ប្រហែលជាមិនចាប់អារម្មណ៍ទេប៉ុន្តែដោយសារឥទ្ធិពលនៃលុយហ្នឹងអាឡែនគាត់អត់ឈប់ធ្វើហ្នឹងទេគាត់បានព្យាយាមទៅសេគេមកដកពីតាអាវ៉ាហ្នឹងថាគាត់ជាអ្នកស្នងមរតកឬក៏ទទួលបានទ្រព្យសម្បត្តិទាំងអស់ពីលោកតាអាវ៉ាទៀតខណៈពេលដែល Allen ហ្នឹងគាត់ចាយវាអាសែកដែលគាត់សរសេរពីលោកតាអាវ៉ាហ្នឹងមកចាយវាលើខ្លួនឯងដើរលេងនៅមាត់ឆ្នេរទិញអ្វីអាវ៉ាន់របស់ពិនិត្យ shopping របៀបរបស់ brand អញ្ចឹងនៅផ្សារទំនើបអញ្ចឹងទៅអាការសប្បាយចិត្តវាមិនតបានកន្លងទៅប៉ុន្មានទេបន្ទាប់មកក៏មានស្ត្រីពីរនាក់ដែលធ្វើការខាងហិរញ្ញវត្ថុហ្នឹងក៏បានមកត្រួតពិនិត្យបកាយប័ណ្ណឬក៏លុយរបស់លោកតាអាវ៉ាហ្នឹងដោយសារបើសិនជាខ្ញុំគិតថាលោកតាអាវ៉ាគាត់មិនវែងអញ្ចឹងប្រហែលជាខាងការងារហ្នឹងគេអាចអាសាមកត្រួតពិនិត្យដែរដោយសារតែនៅស្រុកគេហ្នឹងភាគច្រើនគឺមានប្រាក់ខែអត្រែតពេលចាស់ទៅដែលពួកគេបានពិនិត្យគណនីហិរញ្ញវត្ថុរបស់លោកតាអាវ៉ាហ្នឹងសង្កេតឃើញថាវាខុសប្លែកខ្លាំងដោយសារតែគាត់ហ្នឹងបានចំណាយលុយច្រើនតែរាប់ម៉ឺនដុល្លារក្នុងរយៈពេលប្រហែលខែហ្នឹងហើយពួកគេដឹងភ្លាមថាវាមិនអាចទៅរួចទេប្រកាសតែមានអ្នកគេលួចលុយគាត់ហើយដែលគេគិតថាលោកតាអាវ៉ាគាត់មិនវែងគាត់ចាស់គាត់មិនអាចទៅចាយលុយទាំងអស់ហ្នឹងច្រើនដល់ថ្នាក់ហ្នឹងទេហើយសូម្បីតែចេញក្រៅផ្ទះក៏គាត់មិនសូវដើរចេញដែរហើយគ្រាន់តែដឹងរឿងហ្នឹងភ្លាមពួកគេទាំងពីរនាក់ហ្នឹងបានព្យាយាមពទៅប៉ូលីសភ្លាមដើម្បីឲ្យស៊ើបអង្កេតរឿងហ្នឹងដោយប៉ូលីសស៊ើបយូរទៅគាត់បានសង្ស័យលើបុគ្គលម្នាក់ដែលមានឈ្មោះថា Allen Knight ហ្នឹងដែលជាអ្នកចិត្តខាងដែលអាសាចូលទៅចិត្តស្និទ្ធលោកតាអាវ៉ាជាងគេហើយព្រមទាំងផុសតាងដែលលុយធនាគាររបស់តាអាវ៉ាហ្នឹងបាញ់ទៅលោក Allen Knight ហ្នឹងក្នុងឆ្នាំ2011ហ្នឹង Allen Knight ត្រូវបានគេចាប់ខ្លួនហើយពេលដែលប៉ូលីសគាត់ស៊ើបសួរទៅគាត់និយាយកុហកថាអូមកពីកូនប្រុសរបស់ខ្ញុំទេវាអត់ដែលនៅផ្ទះប្រហែលជាវាអ្នកលួចលុយរបស់លោកតាអាវ៉ាហ្នឹងហើយប៉ូលីសហ្នឹងក៏ជឿទៀតក៏ទៅចាប់ខ្លួនកូនប្រុសរបស់ Allen មកមែនដែលគេស៊ើបសួរនឹងព្យាយាមឲ្យគាត់បកស្រាយទៅរបៀបថាកូនរបស់គាត់វាជាអត់ដឹងអីសួរទៅអត់ដឹងខ្យល់អីរឿងហ្នឹងសោះអាពេលហ្នឹងប៉ូលីសបានគិតថាអូប្រហែលជា Allen ហ្នឹងប្រកាសជាកុហកគាត់ហើយអញ្ចឹង Allen ប្រកាសជាមានទោសលើសហ្នឹងទៀតដោយសារតែគាត់បានកុហកប៉ូលីសហើយនេះជាបញ្ហាពេលដែល Allen គាត់ដឹងថារឿងហ្នឹងប៉ូលីសស៊ើបអង្កេតទៅអត់ពាក់ព័ន្ធនឹងកូនរបស់គាត់ទេអញ្ចឹងគាត់ក៏ព្យាយាមរកល្បិចថ្មីដែលគាត់គិតថាអូបើខ្ញុំធ្វើខ្លួនជាបកាប្រកាសជាគ្មានណាគេដាក់ទោសទេត្រូវអត់វាមិនដែរណាគេទៅដាក់ទោសលើមនុស្សដែលបកាធ្វើអីមិនកើតទេថ្ងៃឡើងសាលាការម្ដងហ្នឹង Allen គាត់បានអង្គុយលើតេះរុញហើយបងកោហើយប្រពន្ធគាត់អ្នករុញចូលបែរគាត់ប្រាប់ថាគាត់នឹងត្រូវបានអាទ្វារកន្លែងគេឡានចេញចូលហ្នឹងអាកន្លែងហ្នឹងគេមិនមានទ្វារបិទបើកចុចអូតូដែលប្រើអគ្គិសនីទៅអត់គាត់យល់ដែរថាអាទ្វារហ្នឹងធ្លាក់មកសកប់ខ្លួនគាត់មកពេញទំហឹងយកទៅមកហើយគាត់និយាយទៀតថាគាត់ហ្នឹងឥឡូវហ្នឹងពងតែបកាហើយដោយសារតែពីកោរបស់គាត់ដល់ចុងជើងហ្នឹងការ៉ាច់ខ្លួនអត់បានទេហើយ Allen ក៏គាត់បានកុហកនៅតែកុហកទៀតថាគាត់អាពេលខ្លះគាត់បកាត់គាត់អីចឹងទៅដល់ថ្នាក់សន្លប់ទៀតអញ្ចឹងគួរតែតឡាការហ្នឹងគួរតែដោះលែងគាត់សិនហើយតាំងពីពេលហ្នឹងទៅ Allen ជាមួយនឹងប្រពន្ធរបស់គាត់ឈ្មោះថា Helen ហ្នឹងក៏នៅតែព្យាយាមលាក់បាំងប្រើបន្តរឿងល្បិចដែលកុហកនឹងប៉ូលីសនឹងតឡាការនឹងទៀតឲ្យតែពេលដែលប៉ូលីសគាត់មករក Allen ប្រពន្ធរបស់គាត់នឹងអ្នកចេញមុខរហូតថាប្តីរបស់គាត់ពងតាសន្លប់នៅក្នុងបន្ទប់គេងងើបបដិងខ្លួនអញ្ចឹងទៅហើយ Allen ក៏បន្តខកខានចូលក្នុងតឡាការតាំងពីឆ្នាំ2011រហូតដល់ឆ្នាំ2013 2014ដោយគាត់គ្រាន់តែអង្គុយនៅក្នុងផ្ទះលើតេះរុញតេះអីហ្នឹងដើម្បីឲ្យគេមើលមកថាគាត់ពិការមែនតែពិតប្រាកដវិញគាត់កំពុងតែរស់សប្បាយជាមួយប្រពន្ធរបស់គាត់សោះហើយអ្នកគ្នាគិតថាប៉ូលីសហ្នឹងឈប់ចង់សាយស៊ើបអង្កេតពីរឿងគាត់មែនអត់ទេអត់ឈប់ទេប៉ូលីសក៏នៅ
តែបន្តស៊ើបអង្កេតពីរឿងគាត់រហូតតតែប៉ូលីសហ្នឹងគាត់បានទទួលអាវីដេអូកាមេរ៉ាសមត្ថភាពជាច្រើនពីអ្នកធ្វើការម្នាក់អីដែលគាត់ព្យាយាមស៊ើបសួរហ្នឹងដែលឃើញថា Alan ហ្នឹងគាត់ដើរ shopping នៅក្នុងផ្សារទំនើបកន្លែងដើរលេងដូចជាសួននៅ Legoland ហើយអត់ត្រឹមប៉ុណ្្នឹងទេគាត់ទៅអាពាហ៍ពិពាហ៍ទៅសាលាសិល្បៈហើយសូម្បីតែឡានក៏គាត់បើកខ្លួនឯងដែរដែលគាត់ប្រើផ្លាកសញ្ញាជនពិការហ្នឹងបិទលើឡានហ្នឹងបានន័យថាគាត់អាចតិចវេះពីអាបងថ្លៃពន្ធផ្លូវហ្នឹងទៀតហើយពេលនេះប៉ូលីសប្រកាសជាមានផុសតាងពេញដៃហើយត្រូវអត់អញ្ចឹងប៉ូលីសក៏ប្រកាសជាដឹងច្បាស់ថាគាត់មិនមែនពិការទេឆ្នាំ2014ហ្នឹងតុលាការក៏សម្រេចចិត្តក៏ហៅ Alan មកកាត់ក្តីម្ដងទៀត Alan ហើយនឹងប្រពន្ធរបស់គាត់ដែលជា Helen ហ្នឹងនៅតែបន្តប្រើល្បិចហ្នឹងទៀតរុញតេះរុញ Alan ហ្នឹងចូលមកតុលាការតែអាពេលហ្នឹងវាអត់ដូចដែលគាត់គិតថាអាចនឹងកុហកគេបានទៀតទេដោយសារតែប្រញ្ញាគាត់មានវីដេអូមានអីផុសតាងជាច្រើនដែលបង្ហាញថាគាត់ហ្នឹងមិនមែនជាជនពិការទៀតទេហើយអាវីដេអូទាំងអស់ហ្នឹងក៏ចាក់បង្ហាញនៅក្នុងតុលាការហ្នឹងដោយប្រកាសថា Alan ហ្នឹងគាត់ប្រកាសជាទទួលកំហុសរបស់គាត់មែនដោយសារតែមានផុសតាងគ្រប់ផុសតាងអស់ហើយបន្ទាប់ពីប្រញ្ញាគាត់បង្ហាញវីដេអូនិងរូបថតទាំងអស់ហ្នឹងមកហើយអញ្ចឹង Alan ក៏ទទួលស្គាល់កំហុសដោយសារតែផុសតាំងនៅមុខអីតិចខ្លួនមិនកើតដោយតុលាការសម្រេចកាត់ក្តីថា Alan ហ្នឹងជាប់ទោសរយៈពេល5ឆ្នាំហើយនឹងប្រពន្ធគាត់ដែលមានឈ្មោះថា Helen ហ្នឹងអ្នករួមគណិតព្យាយាមលាក់បាំងកុហកប្រើល្បិចទៅប៉ូលីសនិងតុលាការហ្នឹងក៏ជាប់ទោសដែររយៈពេល10ខែអ្នកគ្នាកុំភ្លេច follow អរគុណអ្នកគ្នាដែលបានមើលវីដេអូនេះដល់ចប់បើសិនជាចង់ឲ្យខ្ញុំនិយាយករណីឬក៏ case ផ្សេងទៀតអ្នកគ្នាអាចចូលក្នុងក្រុម Telegram នៅក្នុង profile របស់ខ្ញុំបានអ្នកគ្នាអាចចូលទៅនិយាយលេងឬក៏ recommend ឲ្យខ្ញុំនិយាយករណីណាមួយនៅក្នុង channel ហ្នឹងបានអរគុណ